រដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំកិច្ចប្រជុំពិនិត្យនិងឆ្លងរបាយការណ៍ប្រចាំខែកុម្ភៈឆ្នាំ2026លោកម៉ែនគង់អភិបាលរងខេត្តស្ទឹងត្រែងនារសៀលថ្ងៃទី27ខែកុម្ភៈឆ្នាំ2026បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងឆ្លងរបាយការណ៍ប្រចាំខែកុម្ភៈឆ្នាំ2026របស់រដ្ឋបាលខេត្តស្ទឹងត្រែងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីប្រធានអនុប្រធានមន្ត្រីអង្គភាពជុំវិញខេត្តកងកម្លាំងទាំង3ប្រភេទនាយករដ្ឋបាលខេត្តនាយកទីចាត់ការនិងអ្នកពាក់ព័ន្ធជាច្រើនរូបនៅក្នុងកិច្ចប្រជុំធ្វើឡើងដើម្បីពិនិត្យការតម្រូវលើរបាយការណ៍របស់អង្គភាពឲ្យបានត្រឹមត្រូវនិងដើម្បីបន្តអនុម័តនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងដោយផ្ដោតសំខាន់ទៅលើការពិនិត្យនៅសកម្មភាពនានានៃការអនុវត្តការងាររបស់មន្ត្រីអង្គភាពដែលបានដាក់ចូលទៅក្នុងរបាយការណ៍ពិនិត្យទៅលើផែនការសម្រាប់ការអនុវត្តបន្តព្រមទាំងការតម្រូវនៅរាល់ការខុសឆ្គងដែលកើតមាននៅក្នុងរបាយការណ៍អនុវត្តសកម្មភាពការងារនៅក្នុងខែកុម្ភៈឆ្នាំ2026មានប្រសាសន៍ដឹកនាំនៅក្នុងកិច្ចប្រជុំលោកម៉ែនគង់អភិបាលរងខេត្តបានជំរុញដល់ប្រធាននិងអនុប្រធានមន្ត្រីអង្គភាពទាំងអស់ត្រូវពិនិត្យឡើងវិញឲ្យបានម៉ត់ចត់ទៅលើរបាយការណ៍ដែលបានដាក់ជូនរួមទាំងកែតម្រូវរាល់កំហុសឆ្គងបន្ថែមព័ត៌មានឲ្យបានគ្រប់គ្រាន់និងច្បាស់លាស់ជាពិសេសសកម្មភាពដែលបានអនុវត្តរួចរាល់ប៉ុន្តែមិនទាន់បានដាក់បញ្ចូលក្នុងរបាយការណ៍កន្លងមកលោកបានបញ្ជាក់ថារបាយការណ៍ទាំងនេះមានសារៈសំខាន់ខ្ពស់ព្រោះជាឯកសារផ្លូវការដែលត្រូវដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យសម្រាប់នឹងអនុម័តហើយក៏ជាមូលដ្ឋានសម្រាប់វាតម្លៃលទ្ធផលការងាររបស់មន្ត្រីអង្គភាពនីមួយៗផងដែរជាមួយគ្នានេះលោកអភិបាលរងខេត្តក៏បានណែនាំឲ្យមន្ត្រីអង្គភាពទាំងអស់បន្តពង្រឹងសាមគ្គីភាពនិងកិច្ចសហការជិតស្និទ្ធធានាការអនុវត្តភារកិច្ចតាមទូនីតិឲ្យមានប្រសិទ្ធភាពនិងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋឲ្យសមស្របទៅនឹងទិសដៅអភិវឌ្ឍរបស់ខេត្ត